សកម្មភាពជំនឿរៀមទស្សនាមើលកន្លែងអាទិធាតុសម័យខ្មែរក្រហមមើលផ្ទះបាយខ្មែរក្រហមនេះគឺកន្លែងផ្ទះបាយពីជំនាន់ខ្មែរក្រហមតែបងប្អូនអត់ដែលឃើញនេះពីជំនាន់ហ្នឹងបបខ្មែរក្រហមមានគល់លហុងចិត្តស្ដើងគល់ចេកចិត្តស្ដើងបបមួយកំប៉ុងក្នុងមួយផ្ទះអាចហូបបានមកនៅពី50ទៅ60នាក់ភាពបាយនេះពេលរបស់ឆ្អិនហើយនេះគឺនេះមកអង្គុយតុកមកហូបអាហារក្នុងបបរមួយកំប៉ុងហូបបាន50ទៅ60នាក់នេះបបរថ្នោតនេះមានគល់លហុងចិត្តស្ដើងគល់ចេកគល់អីហ្នឹងនេះយកមកបបរក្នុងផ្ទះថ្នោតនេះគឺអង្គតែមួយកំប៉ុងទេសកម្មភាពសល់តែរូបថតទេប៉ុន្តែយើងអ្នកជំនាន់ក្រោយបានមើលទៅរូបថតនេះតែតុកញ៉ាំអាហារភ្ញៀវបរទេសគាត់មកទស្សនានេះគឺជាកន្លែងតុកអតិធាតុក្នុងសម័យខ្មែរក្រហមភ្ញៀវបរទេសគាត់មកទស្សនាឆ្អឹងនេះធាតុនេះក៏មានដែរគឺកន្លែងនេះស្ថិតនៅក្នុងវត្តពោធិវង្សនៅបណ្ដាក្រុងសៀមរាបទៀតនេះសាររូបថតពេលគេយកមនុស្សទៅសម្លាប់គេចងខ្សែដឹកមានអ្នកនាំផ្លូវលីកផ្លូវមួយចងខ្សែអុសនេះយកមកសម្លាប់nhiều bờ tây cònទស្សនាគឺមកចូលទស្សនានេះគឺយើងបងសបត់ចូលទស្សនាតុកណេន4-5 អង្គតពីឆាន់ត្រង់ហើយបងប្អូនដែលចង់ដឹងចង់ឃើញតបភ្នែកអាចមកបានមកសៀមរាបក្រុងអង្គរយ៉ាងណាមកទស្សនាបាទនេះថតតាំងមានរណ្ដៅទី1រណ្ដៅទី2រណ្ដៅទី3ហើយនៅលើផ្ទះក៏មានដែរភ្ញៀវគេវាយសម្លាប់
ខ្មែររូរី Jim Kellyville នៅខាងលើនេះកន្លែងវិឃាតនេះអ្នកជាប់គុំខាំងគេដាក់ខ្នោះជើងនេះខ្នោះជើងនេះខ្នោះជើងនៅមាននៅនេះនេះខ្នោះជើងជាខ្នោះជើងសម័យបុរាណយើងដេកទៅគេដាក់ខ្នោះជើងយើងកំបិតជាខ្នោះជើងនេះខោអាវមើលឃើញភ្លើងនេះខោអាវសម្លៀកបំពាក់ខ្មែរបាទខ្មែរក្រហមនេះជាសម្លៀករបស់កុមារកុមារាកុមារីសម្លៀកបំពាក់សម្រាប់ស្ត្រីសម្រាប់បុរសនេះរូបថតពីសកម្មភាពពីសម័យហ្នឹងជំនាន់ហ្នឹងនេះមានព្រះបរមរតនកោដ្ឋសម្ដេចអោនេះជាកម្រងឯកសារប្រវត្តិសាស្ត្រនេះមកឲ្យក្មេងជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរបបខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃវាអាចមកសិក្សាស្វែងយល់បានសល់រូបភាពនេះពីផុសតាងខ្មែរ Republic ឯកសារមកជុំខាងក្រោមគឺជាខ្នោះដាក់អ្នកទោសចាំឲ្យក្រហម